តោះបងប្អូនមករៀនធ្វើបុកល្ហុង7ខ្ចីទាំងអស់គ្នាអត់ពិបាកធ្វើទេចាយើងមានល្ហុងមានក្តាមប្រៃមាន7ខ្ចីមានត្រីឆ្អើរចាប្រហុកហើយនឹងខ្ទឹមសជាមួយនឹងម្ទេសហើយបន្លែទៅតាមការចូលចិត្តទៅចាជាដំបូងនេះគឺខ្ញុំដាក់ម្ទេសខ្ទឹមហើយនឹងប៊ីចេងបុកចូលគ្នាឲ្យសព្វបន្ទាប់មកយើងដាក់អំពិលខ្ចីបុកឲ្យល្អិតបន្ថែមទៀតចាហើយដាក់ជាមួយនឹងស្ករត្នោត1ស្លាបព្រាចាដើម្បីយើងបុកគ្រឿងទាំងអស់នឹងឲ្យសព្វចូលគ្នានៅពេលដែលសព្វល្អហើយបងប្អូនបុកប្រហុកនឹងចូលបានតែម្ដងចាប្រហុកបងប្អូនប្រើប្រហុកឆៅក៏បានប្រហុកអាំងក៏បានដែរសម្រាប់ខ្ញុំថ្ងៃនេះគឺប្រើជាមួយនឹងប្រហុកអាំងចាដើម្បីឲ្យមើលទៅវារាំងឆ្អិនបន្តិចដែរពេលឆៅពេកក៏មិនសូវហ៊ានញ៉ាំដែរបងប្អូនចាបន្ទាប់មកទៀតគឺយើងដាក់ក្តាមប្រៃយើងចូលក្តាមប្រៃនេះបងប្អូនបកវាចេញពីគ្នាឲ្យស្អាតណាចាយើងបកយកស្នូកផ្សេងយកខ្លួនផ្សេងមកហើយកូរវាឲ្យសព្វអញ្ចឹងយើងក៏ដាក់បុកល្ហុងដាក់ល្ហុងរបស់យើងនឹងចូលបន្ថែមទៀតទៅចាបុកវាឲ្យចូលជាតិគ្នាជាមួយនឹងគ្រឿងខាងក្រោមរបស់យើងហើយចាយើងដាក់ត្រីឆ្អើរយើងចូលបន្ថែមទៀតត្រីឆ្អើរនេះយើងកម្ដៅវាឲ្យស្រួយសិនណាបងប្អូនមុននឹងយកមកបុកចូលគ្នាបានវាឆ្ងាញ់ចាហើយបុកល្ហុងនេះពេលដែលញ៉ាំហើយគឺធ្វើទុកមែនតែនឆ្ងាញ់មែនប៉ុន្តែដល់ពេលញ៉ាំហើយគឺផ្ដាសាយឈឺក2-3ថ្ងៃមិនទាន់បាត់ទេដោយសារតែចង់ញ៉ាំហើយឃើញថាវាឆ្ងាញ់ចេះតែទ្រាំបងប្អូនប៉ុន្តែធ្វើទុកនឹងក៏ដល់កដែរ